of your scheming, the enemies that you have made every single day of your mission, what results did you expect? That your child will be born into this was our family's hope. We need to protect it. សាច់រឿងនៅក្នុងអ៊ីពីសូតទី9នេះគឺឃើញថា flashback ទៅអតីតកាលបន្តិចនៅក្នុងឆ្នាំ1914នៅក្នុងទីក្រុង New Orleans ចំថ្ងៃនៃបុណ្យគ្រីស្មាស់នៅពេលនេះគឺ Cole Michelson ដែលជាបងប្អូន The Vampire គឺគេកំពុងតែចូលលួចនៅត្បូងពេជ្រ Diamond មួយដើម្បីរិទ្ធាអំណាចនៃវិជាធ្មប់របស់ខ្លួនដើម្បីប្រឆាំងទប់ទល់ជាមួយនឹង Nicholas នៅពេលដែលចង់ធ្វើបាបគេដែលគេកំពុងតែលួចនៅក្នុងផ្ទះលោកអភិបាលក្រុងមួយហើយអ្នកបម្រើនៅទីនេះក៏បានចូលដៃជាមួយនឹង Cole ហើយដុំពេជ្រប៉ុណ្ណាណីបាទមិនយល់លាក់ទៅឯណាទេគឺគេដាក់បន្លំធ្វើជាឆ្នុកដបស្រាទៅវិញប៉ុន្តែយ៉ាងណា Cole គឺជាមនុស្សឆ្លាតបន្ទាប់ពីគេបានយកត្បូងពេជ្រដើរចេញមកយ៉ាងសប្បាយរីករាយនោះស្រាប់តែលេចមុខ Nicholas និង Marcel មកដល់ល្មមហើយក៏សួររកត្បូងពេជ្រពីប្អូនប្រុសមកវិញខំចូលលួចគេយ៉ាង professional បាទចុងក្រោយគឺអំបិលហើយនេះខ្លះក៏បានបញ្ជាឲ្យនារីធ្មប់ម្នាក់បានបិទទ្វារកុំឲ្យអ្នកបម្រើ2នាក់ទៀតចេញមកក្រៅខាងក្រៅបានចំណែកឯអ៊ីឡាចាបងប្រុសធំឯនេះវិញបន្ទាប់ពីដឹងខ្លួនក្រោយពេលដែលរីបេកាបានកាច់កឲ្យសន្លប់នោះគេក៏បានឆ្លើយថាគេមិនចង់ចាំអ្វីនោះទេនៅពេលដែលរេបេកាបានសួរពីមនុស្សស្លាប់ជាច្រើនអ្នកនៅក្នុងបន្ទប់ទឹកដែលនាងបានឃើញនោះដោយអ៊ីឡាចាបាននិយាយថាគេគ្រាន់តែដឹងច្បាស់ថាទូនាទីគេនៅពេលនេះគឺការពារក្មួយស្រីឲ្យមានសុវត្ថិភាពប៉ុណ្ណោះរេប៊ីកានាងក៏មិនបានសួរដេញដោលអ្វីទៀតដែរដោយនាងគិតថាប្រហែលជាបងប្រុសអ៊ីឡាចាគ្រាន់តែបាត់បង់ស្មារតីបន្ទាប់ពីត្រូវម្ដាយអេស្ទើយកទៅឃុំចំណែកឯ Cole ហើយនិង Davina នៅពេលនេះពួកគេកំពុងតែព្យាយាមរៀនវេទមន្តមួយដើម្បីជួយទៅដល់នាង Kami ប៉ុន្តែ Davina នាងហាក់បីដូចជាធ្វើមិនបានផលតតែសោះទោះបីជានាងខំសមាធិយ៉ាងណាក៏ដោយបន្ទាប់មក Cole ក៏បែរជានិយាយបែបញ៉ែទៅ Davina ថាតលតែពួកគេទាំងពីរស្វែងយល់ចិត្តគ្នាឲ្យកាន់តែច្បាស់ជាងនេះទើបអាចរួមគ្នាប្រើថាមពលសម្រេចអ្វីមួយបានហើយខណៈនៅពេលដឹងដែរ Marcel គ្រាន់តែឮបែបនឹងភ្លាមគេក៏បានដើរមកធ្វើជាឆ្អឹងទៅតឹងកនិងបាននិយាយឮទៅ Cole ទៀតថាប្រហែលជាគេចង់ទៅដេកនៅក្នុងក្តារមឈូសដូចជា Finn ដែរហើយមើលទៅយីបាទគ្រាន់តែគ្នាញ៉ែតិចសោះមិនបានដែរក្រោយមក Cole ក៏បាននិយាយអាចកំបាំងមួយអំពីត្បូងពេជ្រដែលគេធ្លាប់គ្រប់គ្រងកាលពី100ឆ្នាំមុនប៉ុន្តែត្រូវនេះខ្លះប្លន់យកទៅបាត់ព្រោះថាត្បូងពេជ្រមួយនោះគឺធ្វើឲ្យគេមានអំណាចថាមពលធ្មប់របស់គេដែលអាចទប់ទល់ជាមួយនឹងនេះខ្លះបានហើយនឹងវេទមន្តផ្សេងៗដែលគេអាចចេះពីម្ដាយមកប៉ុន្តែនៅពេលនេះគេគ្មានត្បូងពេជ្រនោះទេបន្ទាប់មក Davina មានគំនិតមួយថាធ្វើយ៉ាងណាត្រូវយកត្បូងពេជ្រនោះត្រឡប់មកវិញឲ្យបានក្រឡេកមកមើលតា Michelson នៅពេលនេះវិញបាទបាត់មុខមកអ៊ីពីសូតហើយទើបតែបង្ហាញខ្លួនដែលកំពុងតែប្រមាញ់ចំណីនៅក្នុងព្រៃដូចជា Vampire ដាច់ដាបចឹងបាទប៉ុន្តែនៅពេលគណៈនឹងស្រាប់តែឃើញសត្វក្អែកមួយក្បាលបានបង្ហាញខ្លួនដែលវាជាតម្រុយអ្វីមួយយ៉ាងអំពីពួកធ្មប់ដូចជាការពិតមែននៅពេលដែលក្អែកនឹងហើរទៅបាត់ស្រាប់តែលេចមុខនារីធ្មប់ម្នាក់ដែលរាងកាយត្រូវបានអេស្ទើគ្រប់គ្រងនឹងឯងបន្ទាប់ពីបាននិយាយគ្នាមួយសន្ទុះ Michelson ក៏បានដឹងថាវិញ្ញាណប្រពន្ធរបស់គេនៅក្នុងខ្លួនរបស់នាងហើយគេក៏បានរីករាយយ៉ាងខ្លាំងនឹងនិយាយពាក្យថានឹកណាស់ប្រពន្ធសម្លាញ់ប៉ុន្តែយ៉ាងណាតា Michelson នៅតែមិនអស់ចិត្តអំពីរឿងដែលនាងបានលួចតាក់ទងនៅគូស្នេហ៍អតីតរបស់នាងដែលទុកគេចោលឲ្យឯការាប់សតវត្សមកហើយគេក៏បានបញ្ជាក់ថាចាប់តាំងពីថ្ងៃដែលគេបានបង្ហាញនៅអតីតគូស្នេហ៍នោះមកគឺតា Michelson នៅតែតាមប្រមាញ់ឲ្យតែជួបមនុស្សចចកណាម្នាក់គេត្រូវតែសម្លាប់ចោលទាំងអស់ប៉ុន្តែគោលបំណងរបស់ Esther មកជួបតា Michelson នៅពេលនេះគឺគ្រាន់តែបញ្ចុះបញ្ចូលមកចូលរួមដៃជាមួយនឹងនាងដោយនាងបានបញ្ជាក់ថាមិនបាច់តាមសម្លាប់ Ensol អតីតគូស្នេហ៍របស់នាងនោះទេព្រោះថាពេលនេះNicholasបានសម្លាប់ឪពុករបស់ខ្លួនឯងបាត់ទៅហើយដែលធ្វើឲ្យតា Michelson ភ្ញាក់ផ្អើលខ្លាំងមែនទែនចូលមកពុកបង្កើតវាហ៊ានសម្លាប់ឲ្យទ្រាំឯងឪពុកចុងភ័យខ្លួនបណ្ដោយប៉ុន្តែយ៉ាងណាចិត្តគំនុំរបស់គេតាំងពីដើមមកគឺមិនដែលចូលចិត្តនេះខ្លះនោះទេដោយចាត់ទុកថាគេគឺជាកូនក្រៅខោប៉ុណ្ណោះប៉ុន្តែនៅពេលដែលប្រកែកគ្នាតឹងតសៃកនោះតា Michelson បំរុងចាត់ការទៅលើ Esther ស្រាប់តែរូបនាងរលាយបាត់តែម្ដងដែលតាមពិតនោះវាគឺជារូបសបដិមិត្តប៉ុណ្ណោះដែល Esther បានធ្វើវេទមន្តពីចម្ងាយដើម្បីមកតាក់ទងជាមួយនឹងតា Michelson នឹងឯងរួចនាងក៏បានបញ្ជាក់ពាក្យចុងក្រោយថានាងមកជួបលើកនេះគឺគ្រាន់តែចង់ពិភាក្សារឿងកូនរបស់ពួកយើងប៉ុណ្ណោះ
ចំណែក Haley និង Nicholas នៅពេលនេះគេក៏បានបើកឡានមកដល់ផ្ទះមួយដែលតែងតែធ្វើបុណ្យគ្រីស្មាស់រួមគ្នានោះហើយក៏ជាពេលវេលាដ៏អស្ចារ្យបំផុតដែល Haley និង Nicholas បានជួបមុខកូនស្រីម្ដងទៀតHaley ក៏ប្រញាប់រត់ចុះពីលើឡាននិងរត់មកអោបកូនស្រីដោយក្តីរំភើបចិត្តព្រោះថានាងបែកកូនតាំងពីតូចមកបាទចំណែក Nicholas វិញក៏បានអោបកូនស្រីដោយក្តីនឹករលឹកផងដែរព្រោះថាគេខំពុះពៀតស៊ូជាមួយនឹងសត្រូវកន្លងមកដើម្បីទៅការពារកូនស្រីនឹងឯងបន្ទាប់មក Nicholas ក៏បាននិយាយរឿងមួយដែលបងប្អូនទាំងពីរនាក់របស់គេមិនទាន់ដឹងអំពីម្ដាយមីងធ្មប់របស់គេដែលមានឈ្មោះថា Dahlia ដែលជាសម្ដីរបស់ Finn ប្រាប់មកគេថាវាជាបណ្ដាសានៅពេលដែលសមាជិកកូនចៅចំនួនក្រោយនៃគ្រួសាររបស់ Michelson បានមានកូននៅចំនួនណាមួយនោះគឺនាងត្រូវតែមកយកតាមបណ្ដាសារបស់នាងប៉ុន្តែយ៉ាងណា Elijah ក៏បាននិយាយថាកុំទាន់ជឿសម្ដីរបស់ Finn ខ្លាំងពេកព្រោះពេលខ្លះវាក៏ជាផែនការរបស់ម្ដាយរបស់ពួកគេនឹងឯងចំណែកនាង Cammy នៅពេលនេះគឺនាងទ្រាំមិនបាននៅការរងចាំនោះទេគឺនាងចង់និយាយតែពីរនាក់ជាមួយនឹង Finn ដើម្បីរកវិធីសាស្ត្រដោះស្រាយកុំឲ្យម្ដាយរបស់ពួកគេយករាងកាយរបស់នាងបានហើយ Marcel ក៏បានធ្វើតាមសំណូមពររបស់នាងដើម្បីឲ្យនាងអស់ចិត្តបន្ទាប់ពីយក Finn ចេញពីក្នុងក្តារមឈូសដែលស្ទើរតែថប់ដង្ហើមស្លាប់ហ្នឹងក៏បានយកចេញមកឲ្យនិយាយជាមួយនឹងនាង Cammy ម្ដងទៀតបន្ទាប់ពីបាននិយាយគ្នាមួយសន្ទុះ Finn ហាក់បីដូចជាមិនបង្ហាញនៅការអាណិតអាសូរទៅដល់នាង Cammy នោះទេថែមទាំងបាននិយាយគំរាមទៀតដោយនិយាយទាំងកំហឹងខឹងយ៉ាងខ្លាំងនៅពេលណាដែលគេរួចខ្លួនអ្នកណាឈរខាង Vampire ដូចជានាង Cammy នៅពេលនេះបើសិនជាជ្រើសរើសឈរនៅខាង Nicholas គេនឹងមិនអាចធានាសុវត្ថិភាពនៅអាយុជីវិតរបស់នាងទេបន្ទាប់មក Cammy នាងភ័យយ៉ាងខ្លាំងរួចក៏បានប្រាប់ឲ្យ Marcel ហ្នឹងយកគេទៅឃុំនៅក្នុងក្តារមឈូសវិញទៅអាគ្នាពងតែភ័យផងបាទមកគំរាមថែមទៀតចំណែកនេះខ្លះនៅពេលនេះបន្ទាប់ពីដឹងថា Haley ចិត្តរៀបការជាមួយនឹងចចក Jackson ដែលជាគូដណ្ដឹងនឹងគ្នាតាំងពីថ្ងៃមុនកើតមកម្លេះហើយគេហាក់បីដូចជាមិនបង្ហាញទៅលើការខកចិត្តអ្វីទៅលើនាង Haley នោះដែរមានតែចូលរួមត្រេកអរចំពោះជីវិតរបស់នាងព្រោះថាគោលដៅរបស់ពួកគេសំខាន់នៅពេលនេះគឺដើម្បីរក្សាសុវត្ថិភាពរបស់កូនស្រីប៉ុណ្ណោះដូច្នេះមានតែបង្កើតសម្ព័ន្ធមិត្តឲ្យបានច្រើនចំណែក Elijah គាត់នៅតែបន្តសម័យឃើញពីអតីតកាលរបស់គាត់ឡើងវិញជានិច្ចហើយខណៈពេលនឹងដែរ Rebecca ប្អូនស្រីបង្កើតក៏បានចូលមកសួរនាំព្រោះឃើញអាការៈរបស់ Elijah ដូចជាភ្លឹកបន្ទាប់មក Elijah ក៏បាននិយាយរឿងគ្រប់បែបយ៉ាងដែលអារម្មណ៍របស់គាត់នៅពេលនេះគឺពិបាកគ្រប់គ្រងខ្លាំងមែនទែនចំណែក Cole និង Davina ឆ្លៀតឱកាសដែលNicholasកំពុងតែមិននៅផ្ទះពួកគេក៏បានចូលមករកមើលត្បូងពេជ្រប៉ុន្តែវាមិនងាយស្រួលរកទេបន្ទាប់មក Davina ក៏បានស្វែងរកឃើញរូបថតមួយសន្លឹកដែលថតជុំគ្នាបងប្អូន Vampire ទាំងអស់ហើយនៅក្នុងសន្លឹកនោះក៏មានរូប Cole មុខមាត់ពិតប្រាកដរួចនាងក៏បានសរសើរថាមុខមាត់របស់គេក៏មិនអន់ដែរដែលធ្វើឲ្យ Cole នឹងរៀងចូលបន្តិចបាទនៅពេលដែលស្រីស្អាតសរសើរបែបហ្នឹងប៉ុន្តែសរុបមកវិញពួកគេមិនទាន់អាចរកឃើញត្បូងពេជ្រមួយនោះបានឡើយលុះដល់ពេលព្រឹកឡើងនៃថ្ងៃបុណ្យគ្រីស្មាស់ពួកគេក៏បានធ្វើពិធីបួងសួងមួយដោយការនៅពីក្មេងដែលធ្វើការដុតភ្នក់ភ្លើងហើយបន្ទាប់មកក៏បានថតរូបថតជុំគ្នាមួយសន្លឹកបន្ទាប់មកNicholasក៏បានហុចរូបថតមួយសន្លឹកនោះទៅឲ្យ Haley ហើយ Haley នាងក៏បានបោះរូបថតមួយសន្លឹកនោះចូលទៅក្នុងភ្នក់ភ្លើងដើម្បីបួងសួងឲ្យវានៅតែជារបៀបនេះជារៀងរហូតបន្ទាប់មកពួកគេក៏នាំគ្នាពិភាក្សាបងប្អូន3នាក់ដើម្បីរកវិធីសាស្ត្រយ៉ាងណាដើម្បីទប់ទល់ជាមួយនឹងម្ដាយខ្លួន Esther Nicholas ក៏បាននិយាយថាប្រសិនបើយើងធ្វើឲ្យនាងស្លាប់នៅពេលនេះប្រកាសណាស់ថានឹងមានរាងកាយថ្មីមកជំនួសប៉ុន្តែ Rebecca ថាដោយសារតែលើកមុនវាគ្មាន Harvester ដូចជា Davina នៅពេលនេះគឺនាងជាធ្មប់ម្នាក់ស្ថិតនៅក្នុង Harvester ហើយក៏មាន Cole ម្នាក់ផងដែរដែលអាចជួយពួកយើងបានព្រោះតែ Cole ប្រកាសជាអាចដឹងពីវិធីសាស្ត្រដែល Esther បានប្រើវេទមន្តក្នុងការរក្សារាងកាយថ្មីនៅពេលដែលរូបនាងបានស្លាប់ប៉ុន្តែ Elijah មិនយល់ស្របនៅវិធីសាស្ត្ររបស់ Rebecca នោះទេដោយគាត់និយាយថាវាអាចធ្វើឲ្យ Rebecca មិនអាចចូលរូបរាងកាយដើមរបស់ខ្លួនវិញទោះបីជាបងប្រុសទាំងពីរនាក់និយាយបញ្យល់នាងបែបណាក៏ដោយក៏ Rebecca ត្រៀមចិត្តត្រៀមកាយក្នុងការបើសិនជាវិធីសាស្ត្ររបស់នាងមិនទទួលបានជោគជ័យនោះទេនាងសុខចិត្តប្រើវិញ្ញាណរបស់នាងនៅក្នុងរូបរាងកាយនរណាម្នាក់ជារៀងរហូតទោះបីជានាងក្លាយជាមនុស្សធម្មតាដែលកើតចាស់ឈឺស្លាប់ដូចជាមនុស្សទូទៅក៏ដោយ
ចំណែក Cole នៅពេលនេះកំពុងតែនិយាយបញ្យលអំពីឫទ្ធិអំណាចរបស់ត្បូង Diamond មួយគ្រាប់ដែលគេធ្លាប់មាននៅក្នុងដៃពីមុនមកដែលអាចការពារខ្លួនគេពីការគំរាមកំហែងរបស់ Nicholas ដែលចង់គ្រប់គ្រងនៅជីវិតរបស់គេនឹងឯងហើយបើសិនជាគេមានអំណាចមួយដែលមិនអាចនរណាម្នាក់អាចមកគ្រប់គ្រងលើគេបាននោះប្រកាសណាស់ថាគេអាចនឹងជួយរូបគេឲ្យឡើងធ្វើជាលោកម្ចាស់នៅក្នុងទីក្រុងនេះដូចកាលពីមុនបែបនឹងដូច្នោះដែរ Marcel គ្រាន់តែស្ដាប់សម្ដីរបស់ Cole នៅពេលនេះភ្លាមធ្វើឲ្យគេមានអារម្មណ៍ថារូបគេដូចជាមានសន្លឹកបៀចុងក្រោយមួយសន្លឹកដ៏ពិសេសសម្រាប់ខ្លួនឯងប៉ុន្តែវាគឺជារឿងចៃដន្យខ្លាំងមែនទែននៅពេលដែល Nicholas មានបំណងចង់ឲ្យ Cole ជួយដោយគេដឹងថា Cole តលតែមានត្បូងពេជ្រមួយនោះទើបអាចធ្វើឲ្យវិជាធ្មប់របស់គេមានឫទ្ធិអំណាចដូច្នេះក៏គេមិនស្ទាក់ស្ទើរនៅក្នុងការប្រគល់ទៅឲ្យ Cole វិញដែរចំណែក Rebecca ក៏បាននិយាយថានៅពេលដែលផែនការមិនទទួលបានជោគជ័យហើយមិនអាចធ្វើឲ្យរូបនាងចូលទៅក្នុងរាងកាយដើមវិញបាននោះបានស្នើសុំឲ្យបងប្រុស Nicholas ជួយការពារដល់រូបរាងកាយថ្មីរបស់នាងផងហើយវិធីសាស្ត្រនោះគឺមានតែពឹង Davina និង Cole នឹងឯងបាទដើម្បីរកវេទមន្តដោះនៅវិធីសាស្ត្រដែលហៅថា Body Jam ហ្នឹងជាវេទមន្តរបស់ Esther ប្រើតាំងពីដើមមកដើម្បីរក្សាអាយុជីវិតរបស់នាងចំណែកឯនាង Haley នៅពេលនេះបន្ទាប់ពីកូនរបស់នាងបានដេកលក់ហើយនោះនាងក៏បានឆ្លៀតមកនិយាយប្រាប់អំពីរឿងមួយដ៏សំខាន់ព្រោះថានាងនឹងជិតដល់ពេលដែលរៀបការជាមួយនឹងចចក Jackson ដើម្បីអនាគតកូនចៅចចកទាំងអស់នៅពូជអម្បូររបស់នាងហើយអ៊ីលេចាបានបើកភ្នែកធំៗខ្លាំងមែនទែនបាទប៉ុន្តែគាត់មិនបាននិយាយអ្វីទាំងអស់គ្រាន់តែមានការភ្ញាក់ផ្អើលបន្តិចហើយមួយសន្ទុះក្រោយមកគាត់ក៏បានហក់ទៅចាប់ថើប Haley ដោយក្តីស្រឡាញ់ព្រោះថាគាត់ក៏មានចិត្តទៅលើ Haley ផងដែរដើម្បីការពារសុវត្ថិភាពរបស់ Hope ដូច្នេះមិនថា Haley លះបង់ខ្លួនឯងដើម្បីរៀបការទៅជាមួយនឹងមនុស្សដែលខ្លួនមិនស្រឡាញ់យ៉ាងណាក៏ដោយគាត់ក៏សុខចិត្តយល់ព្រមធ្វើតាមបំណងប្រាថ្នារបស់នាងបន្ទាប់ពី Caleb ទទួលបានត្បូងពេជ្ររួចរាល់ហើយនោះរបស់សំខាន់មួយទៀតដែលគេត្រូវការគឺជាកាំបិត The White Oak Stakeហើយ Marcel គ្រាន់តែឮបែបនឹងភ្លាមវាហាក់បីដូចជាមិនទុកចិត្តទៅលើ Caleb វិញទៅលើ Cole បាទហើយ Caleb ហើយ Cole តែមួយទេប៉ុន្តែ Cole គេបានបញ្យល់ថាប្រសិនបើគេមិនយកកាំបិត White Oak Stake ទៅនោះទេប្រកាសជាម្ដាយរបស់គេមិនជឿនោះឡើយព្រោះថាវេទមន្តមួយនេះគឺត្រូវការកែវវេទមន្តពិសេសពីម្ដាយខ្លួនព្រោះថាម្ដាយ Esther របស់ខ្លួនគ្រាន់តែចង់ដឹងថាកាំបិត White Oak Stake ស្ថិតនៅលើដៃអ្នកណាឲ្យពិតប្រាកដនោះឡើយគឺនាងមិនមានបំណងអ្វីដើម្បីយកកាំបិត White Oak Stake មកចាត់ការទៅលើ Nicholas ឬក៏ Elijah នោះទេប៉ុន្តែស្របនៅពេលនឹងដែរ Nicholas ក៏បានដើរចូលមកស្របពេលដែលដឹងថា Cole ចង់បានកាំបិត The White Oak Stake ហើយ Nicholas ក៏មិនបានស្ទាក់ស្ទើរក្នុងការប្រគល់ទៅកាំបិត White Oak Stake ឲ្យទៅគេដែរដោយគ្រាន់តែបញ្ជាក់ថានេះជាការទុកចិត្តទៅលើ Cole ជាលើកចុងក្រោយបន្ទាប់មកដូចជា plan របស់ពួកគេបានរៀបចំពិតមែន Cole ក៏បានមកជួបជាមួយនឹងម្ដាយ Esther និងបាននិយាយពីដំណើរការនៃការលួចកាំបិត White Oak Stake ពី Davina យកមកហើយនៅគណៈពេលដែលនិយាយជាមួយនឹងម្ដាយ Esther នោះគេក៏បានយកដៃមកអង្អែលកែវវេទមន្តរបស់នាងដើម្បីធ្វើហើយ Esther ក៏បាននិយាយថារូបនាងនៅពេលនេះគឺរវល់តែកំពុងតែស្វែងរក Rebecca នឹងឯងប៉ុន្តែនៅពេលនឹងដែរមិនបាច់រកទេ Rebecca ក៏បានបង្ហាញខ្លួនស្របពេលនឹងតែម្ដងដែលធ្វើឲ្យ Esther មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួច Rebecca នាងក៏បាននិយាយជម្រាបសួរអ្នកម្ដាយនិងសួរសុខទុក្ខទៅនាងហើយមិនបាច់និយាយបញ្យល់ទៅនាងអ្វីទាំងអស់ព្រោះថាគេបានដឹងពីគោលបំណងដែល Cole បានប្រាប់នាងហើយដែលធ្វើឲ្យ Esther នៅពេលនេះគឺញញឹមបិទមាត់មិនជិតទេព្រោះថាគ្រប់យ៉ាងកំពុងតែស្ថិតនៅក្នុងការដំណើរការផែនការរបស់នាងហើយដោយមិនដឹងថា Cole ហើយនិង Rebecca កំពុងប្រើល្បិចបញ្ឆោតទៅលើនាងឡើយដើម្បីភ្ជាប់បានន័យថាភ្ជាប់វេទមន្តទៅឲ្យ Davina សម្រាប់ផ្ដល់តម្រុយនៃការប្រើវេទមន្តបដូររាងកាយនឹងឯងនៅពេលដែលខ្សាច់នៅក្នុងកែវនោះហូរចុះក្រោមមកអស់បានន័យថាដល់ពេលវេលាដែលម្ដាយរបស់ពួកគេនឹងត្រៀមរករាងកាយថ្មីបន្ទាប់ពីសំណេះសំណាលគ្នាមួយសន្ទុះ Rebecca នាងក៏ធ្វើយ៉ាងណាដើម្បីចូលខ្លួនឲ្យស៊ប់ដើម្បីឲ្យម្ដាយរបស់ខ្លួនជឿថាខ្លួនឯងកំពុងតែស្ម័គ្រចិត្តធ្វើតាមគោលបំណងរបស់នាងគ្រប់បែបយ៉ាងទាំងអស់បន្ទាប់មកនៅពេលដែល Esther បានប្រើវេទមន្តដែលហៅថា Body Jam បដូររាងកាយហ្នឹង Cole ក៏បានឆ្លៀតឱកាសនោះប្រើវេទមន្តរបស់គាត់ដើម្បី link ភ្ជាប់ជាមួយនឹងវេទមន្តរបស់ Davina ដើម្បីបដូរវេទមន្តរក្សារាងកាយរបស់ Kami ហើយនិង Rebecca ឲ្យនៅដដែលបន្ទាប់មក Esther ក៏បាននាំ Rebecca មកដល់មុខនៅឈាបនដ្ឋានដើម្បីធ្វើកិច្ចវេទមន្តបន្តទៀត
ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតនោះគឺ Esther បានយកកំបិត The White Oak Stake មកដាក់នៅនឹងមុខដែលធ្វើឲ្យ Rebecca មានការផិតភ័យយ៉ាងខ្លាំងព្រមទាំង Cole ក៏មានការភ្ញាក់ផ្អើលផងដែរនៅពេលដែលដឹងថាតាមការពិតនោះមិនមែនម្ដាយខ្លួនចង់បានកំបិត White Oak Stake យកមកធម្មតានោះឡើយគឺចង់បំផ្លាញរាងកាយរបស់ Rebecca ដែលជា Vampire នៅពេលនេះតែម្ដងដោយជំនួសនៅរូបរាងកាយថ្មី Esther បានកំណត់ឲ្យនៅបានស្រែកអង្វរឲ្យ Esther បញ្ឈប់នៅវេទមន្តភ្លាមប៉ុន្តែវាហួសពេលទៅហើយដោយនាងនិយាយថាវាមិនអាចបកក្រោយបានទេដោយសារតែនាងប្រើវេទមន្ត lock បាត់ទៅហើយបានន័យថាចងបិទតែម្ដងមិនអាចស្រាយបានមួយសន្ទុះក្រោយមកនីកខ្លះក៏បានបង្ហាញខ្លួននីកខ្លះក៏បាននិយាយឲ្យយករាងកាយរបស់គេជំនួសវិញប៉ុន្តែវាមិនអាចនោះទេព្រោះថាអ្វីៗវាយឺតពេលទៅហើយតែតាមពិតនោះវាគ្រាន់តែជាការនិយាយពន្យាពេលដើម្បីឲ្យ Cole កំណត់មើលថាកែវខ្សាច់នោះជិតអស់ហើយឬនៅពេលដែល Cole ស្រែកថាជិតអស់ភ្លាមនីកខ្លះក៏បានហក់មកចាត់ការទៅលើ Esther ភ្លាមដើម្បីកុំឲ្យវិញ្ញាណរបស់នាងហក់ចូលទៅរាងកាយនរណាម្នាក់ហើយស្របពេលដែលដាវីណាក៏កំពុងតែធ្វើវេទមន្តវាយបកទៅ Esther វិញហើយបន្តមក Marcel ក៏បានសួរទៅដាវីណាថាវាដំណើរការឬក៏អត់ដាវីណាក៏គ្មានចម្លើយដូចគ្នាគឺរងចាំមើលនាងខាមីភ្ញាក់ដឹងខ្លួនមកវិញហើយមួយសន្ទុះក្រោយមកនៅពេលដែលខាមីបានភ្ញាក់ដឹងខ្លួនមកវិញនោះគឺរូបនាងស្ថិតនៅក្នុងរាងកាយរបស់នាងដដែលបានន័យថាដំណើរការវេទមន្តរបស់ពួកគេធ្វើបានសម្រេចប៉ុន្តែនេះខ្លះនៅឆ្ងល់ថាហេតុអ្វីបានជា Rebecca មិនទាន់ដឹងខ្លួនហើយគេក៏បានបន្តទៅរកចម្លើយពីម្ដាយ Esther របស់ខ្លួនភ្លាមតែម្ដងចំណែកឯ Cole នៅពេលនេះវិញគេក៏បានបញ្ជាក់ទៅដាវីណាថាគេបានត្រៀមរាងកាយថ្មីសម្រាប់បងស្រីបង្កើតរបស់គេ Rebecca រួចហើយគ្រាន់តែគេមិនបានប្រាប់ឲ្យនេះខ្លះបានដឹងហើយអ្វីដែលគេបានធ្វើនេះគឺដើម្បីឲ្យបងស្រីទទួលអារម្មណ៍ឈឺចាប់នៅពេលដែលនាងបានធ្វើដាក់ខ្លួនកាលពីមួយសតវត្សរ៍មុនហើយនៅពេលនេះក៏គេមិនមានបំណងចង់ធ្វើបាបរហូតដល់ធ្វើឲ្យ Rebecca ស្លាប់ឬក៏បាត់បង់ជីវិតដែរគ្រាន់តែចង់ឲ្យនាងទទួលអារម្មណ៍នៅពេលដែលត្រូវរស់នៅទទួលអារម្មណ៍ក្រោមសម្ពាធអ្វីមួយហើយបន្ទាប់ពី Cole មានអារម្មណ៍ថាខ្លួនឯងហ្នឹងគឺមានធម៌ពលឯករាជ្យមកវិញហើយនោះគេក៏បានបង្ហាញក្តីស្រឡាញ់មួយដែលមិនខ្លាចអ្នកណាមកគំរាមដូចជា Marcel អីទៀតដែរហើយគេក៏បានថើបជាមួយនឹងដាវីណានៅពេលហ្នឹងទៅហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនៅក្នុងអេពីសូតនេះផងដែរបាទគឺ Esther មិនទាន់ស្លាប់នោះទេដោយ Nicholas បានរៀបចំឲ្យម្ដាយខ្លួនកើតជា Vampire ផងដែរខណៈពេលដែលកំពុងតែនិយាយជាមួយនឹង Rebecca ហ្នឹងគឺនាងបានខំសម្រក់ឈាម Vampire របស់នាងចូលទៅក្នុងកែវស្រាដើម្បីឲ្យម្ដាយខ្លួនផឹកបានន័យថាឈាម Vampire របស់ Rebecca នៅក្នុងខ្លួន Esther ហ្នឹងស្រាប់បានបំលែងមុនពេលដែលនាងស្លាប់ម្លេះវាគឺជាផែនការរបស់ Nicholas តែម្ដងហើយគេក៏បាននិយាយថានេះគឺជាអ្វីដែលម្ដាយខ្លួនបានធ្វើដាក់កូនកន្លងមកចំណែករាងកាយរបស់ Rebecca នៅពេលនេះពួកគេក៏បានរៀបចំដើម្បីរក្សាសុវត្ថិភាពដល់នាងហើយNicholasក៏មិនដឹងថាវាជាផែនការរបស់ Cole រួមដៃគ្នាជាមួយនឹង Marcel ផងដែរក្នុងការបដូររាងកាយរបស់ Rebecca ទៅឲ្យនរណាម្នាក់នោះហើយស្របពេលនឹងដែររាងកាយថ្មីរបស់ Rebecca ក៏បានដឹងខ្លួនមកវិញដែលនាងស្ថិតនៅក្នុងរាងកាយ Vampire ម្នាក់ដែលជា Vampire Marcel ធ្លាប់បំលែងដែលឈ្មោះពិតរបស់នាងគឺ Angela Barker